អត់ធ្មត់មានដែនកំណត់បរិបត្តិមួយចំនួនបានមកខំឲ្យជប៉ុនដើរមកលើផ្លូវចាស់នេះមិនមែនសំដៅទៅលើការធ្វើសង្គ្រាមនោះទេតែជាការភ្ញាក់ពីដំណេកផ្លាស់ប្ដូរចំហពីភាពស្ងប់ស្ងាត់ទៅជាការបង្ហាញចំហសកម្មជាងមុនក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះជាពិសេសជំវិញចំនួនកោះតៃវ៉ាន់រំលេចជាអត្ថបទមួយកាសែត Japan Time កាលពីថ្ងៃទី4ធ្នូបានលើកជាសំណួរថាហេតុអ្វីបានជាជប៉ុនត្រូវតែងើបតតាំងទៅនឹងការធ្វើបាបរបស់ទីក្រុងប៉េកាំងនាពេលថ្មីៗនេះជាក់ស្ដែងជប៉ុនទើបតែងើបការតវ៉ានិងបង្ហាញចំហច្បាស់លាស់នៅពេលនេះដោយសារតែការគំរាមកំហែងពីចិនឥតឈប់ឈរបានឈានទៅដល់កម្រិតមួយដែលជប៉ុនលែងទ្រាំបានរក្សាភាពស្ងប់ស្ងាត់តទៅទៀតហើយតើចិននាពេលកន្លងមកបានគំរាមអ្វីខ្លះមកលើជប៉ុននៅក្នុងឆ្នាំ2022ក្នុងកំឡុងពេលសម្ពយុទ្ធយោធាទ្រង់ទ្រីធំជុំវិញកោះតៃវ៉ាន់ចិនបានបាញ់មីស៊ីលប្លង់ចំនួន5គ្រាប់ដែលធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុននេះគឺជាការរំលោភបំពានដែនសមុទ្រដោយប្រយោលនិងជាការបង្ហាញកម្លាំងដោយបើកចំហទៅលើជប៉ុននាវាឆ្មាំសមុទ្រចិនបានបង្កើនការល្បាតនៅជុំវិញកោះដែលជប៉ុនគ្រប់គ្រងសេនកាគូស្ទើរតែរាល់ថ្ងៃដោយពួកគេបានចូលទៅក្នុងដែនទឹកជប៉ុនព្រមទាំងបានដេញកប៉ាល់នេសាទជប៉ុនផងដែរការកើនឡើងនៃលទ្ធភាពនៃចំនួនតៃវ៉ាន់គឺដាក់កោះនានារបស់ជប៉ុនដូចជាអូគីណាវ៉ាដែលមានមូលដ្ឋានទ័ពអាមេរិកឲ្យស្ថិតនៅក្នុងបន្ទាត់ជួរមុខនៃសង្គ្រាមដែលអាចកើតមានឡើងជាមួយគ្នានេះនាពេលកន្លងមកចិនបានប្រើប្រាស់វិធានការហាមឃាត់ការនាំចូលផលិតផលជប៉ុនម្ដងហើយម្ដងទៀតដូចជាអាហារសមុទ្រនៅពេលដែលមានភាពតានតឹងនយោបាយម្ដងការគំរាមកំហែងទាំងនេះបានឈានទៅដល់កម្រិតមួយដែលរដ្ឋាភិបាលជប៉ុនបានសន្និដ្ឋានថាការរក្សាភាពស្ងប់ស្ងាត់នឹងមិនអាចធានាសន្តិសុខជាតិបានទៀតទេទើបជប៉ុនសម្រេចចិត្តបង្ហាញចំហច្បាស់លាស់និងពង្រីកកម្លាំងការពារខ្លួននិងរក្សាចំហតទល់ជាមួយចំនួនតៃវ៉ាន់ប្រសិនបើចិនចូលឈ្លានពាននោះលើសពីនេះទៅទៀតជប៉ុនត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសំណាក់ទីក្រុងប៉េកាំងដើម្បីការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជប៉ុនជាអាទិភាពព្រោះការចោះចាញ់និងជំរុញយុទ្ធសាស្ត្របង្ខិតបង្ខំរបស់ចិនប្រឆាំងនឹងជប៉ុននិងប្រទេសដទៃទៀតក្នុងតំបន់អ្វីដែលសំខាន់នោះគឺហានិភ័យនៃផ្លូវទឹកដឹកជញ្ជូនពាណិជ្ជកម្មជប៉ុនពឹងផ្អែកលើផ្លូវសមុទ្រជិតតៃវ៉ាន់ដែលតាមរយៈនោះ 90% នៃការនាំចូលធម្មពលរបស់ខ្លួនជាមួយទំហំទឹកប្រាក់ប្រមាណ2កណ្ដោសញ្ញា$3 ទ្រីលាននៃពាណិជ្ជកម្មប្រចាំឆ្នាំដែលបានឆ្លងកាត់ដែលធ្វើឲ្យចំនួនតៃវ៉ាន់ណាមួយនឹងក្លាយជាការគំរាមកំហែងដោយផ្ទាល់ចំពោះការរស់រានមានជីវិតរបស់ជាតិគិតចាប់តាំងវិបត្តិចំនួនកាលពីថ្ងៃទី7វិច្ឆិកាមកប្រតិកម្មយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលចិនចំពោះចំហរបស់ជប៉ុនស្ដីពីចំនួនតៃវ៉ាន់ភាពតានតឹងនេះបានឈានទៅដល់កម្រិតគ្រោះថ្នាក់បំផុតដោយសារអ្នកការទូតចិនថែមទាំងបានបង្ហោះសារលើប្រព័ន្ធបណ្ដាញសង្គមទាមទារឲ្យមានការកាត់ក្បាលលោកស្រីសណៃតាកៃឈីទៀតផងជាការឆ្លើយតបទីក្រុងតូក្យូមិនបានចុះញោមនិងបានបដិសេធមិនដកថយសេចក្តីថ្លែងការណ៍របស់ខ្លួននោះទេខណៈពេលដែលរក្សាចំហនេះដោយបញ្ជាក់ពីតម្រូវការសម្រាប់ភាពរឹងមាំដើម្បីការពារការកើនឡើងអ្នកវិភាគរមានថាប្រសិនបើចិនអាចបង្ខំឲ្យជប៉ុនចុះចាញ់បាននោះចិននឹងមានភាពក្លាហានក្នុងការដាក់សម្ពាធទៅលើប្រទេសតូចៗដទៃទៀតក្នុងតំបន់អាស៊ីដូចជាហ្វីលីពីនវៀតណាមឬតៃវ៉ាន់ជាដើមតើជប៉ុនអាចរក្សាចំហតទល់ជាមួយចិនបានដល់កម្រិតណាជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន